បាទជម្រាបសួរប្រិមត្តដែលកំពុងតែទស្សនានៅក្នុងវីដេអូមួយនេះបាទជួបខ្ញុំបាទទាំងពីររូបជាបន្តទៀតហើយនៅក្នុងវីដេអូថ្មីជម្រាបសួរដៃគូសុខសប្បាយជាធម្មតាជាទេបាទអរគុណសុខសប្បាយធម្មតាចុះចំណែកដៃគូវិញបាទថ្ងៃថ្មីបាទខ្ញុំនេះគឺសុខសប្បាយជាធម្មតាហើយក៏សង្ឃឹមថាបងប្អូនដែលកំពុងតែទស្សនានៅក្នុងវីដេអូមួយនេះសុខសប្បាយទាំងអស់គ្នាឥឡូវនេះគឺយើងថ្ងៃទី6ណាបាទថ្ងៃទី6ហើយសួរតែកាន់ដៃគូបន្តិចសិនបាទមានបានមើលតាក់ទងទៅនឹងការប្រកួតប្រដាល់គុណខ្មែរគូធឿនធីរ៉ាទេបាទអរគុណបានមើលការ live ផ្ទាល់អត់បានមើលផ្ទាល់ណាតែមើលការ live ផ្ទាល់តែម្ដងជាមួយនឹងថោនបានផុសជាមួយនឹងការប្រកួតណាមើលនៅផ្ទះណាបាទមើលនៅផ្ទះបាទអត់បានមើលផ្ទាល់ទេមានបានដាច់យប់អត់បាទដាច់ណាបានដាច់យប់បាទខ្ញុំនេះគឺដាច់យប់បាទអត់ហ៊ានងូតទឹកទេអូមើលការប្រកួតរបស់កីឡាករធឿនធីរ៉ាគឺអត់បានងូតទឹកទេអញ្ចឹងថ្ងៃទី4ក៏អត់ត្រង់មាត់តែតាំងពីយើងគូដបងណាបាទគូដបងទាំងរំទៅដល់គូធឿនធីរ៉ាគឺខ្ញុំទាល់តែចប់គាត់បានខ្ញុំងូតទឹកចូលគេដូចជាខ្ទង់ចូលដល់ថ្ងៃថ្មីហ៎បាទចូលដល់ថ្ងៃយើងបាទម៉ោង12ជាងគឺយើងចូលដល់ថ្ងៃ5បាទចូលដល់ថ្ងៃ5ហ្នឹងណាបាទប្រហែលថ្ងៃនេះគឺបងប្អូនយើងប្រកាសជាបានទស្សនាជាមួយនឹងការប្រកួតរបស់កីឡាករធឿនធីរ៉ាហើយក្នុងនោះក៏មានគេថារឿងចម្រូងចម្រាសមិនសូវជាល្អប្រហែលទេតាក់ទងទៅនឹងការប្រកួតហើយសួរសិនទៅកាន់ដៃគូណាយល់យ៉ាងណាដែរជាមួយនឹងការប្រកួតរបស់កីឡាករធឿនធីរ៉ាយើងថ្ងៃទី4បាទយល់យ៉ាងណាដែរពេលដែលគាត់ប៉ះជាមួយនឹងកីឡាករបរទេសបាទសម្រាប់អារម្មណ៍របស់ខ្ញុំណាខ្ញុំឃើញថាការប្រកួតរបស់ធឿនធីរ៉ាគឺថ្ងៃទី4នេះគឺគាត់ធ្វើបានល្អគាត់ឈឺយ៉ាងណាក៏ដោយគាត់ធ្វើបានល្អនៅសរសើរគាត់មួយធ្វើបានល្អបាទទី2ខ្ញុំសរសើរត្រង់ថាគាត់ខំប្រឹងអស់ពីសមត្ថភាពហើយទោះគាត់ឈឺយ៉ាងណាក៏ដោយគាត់ខំប្រឹងហើយមួយទៀតគឺតាក់ទងជាមួយនឹងគឺគាត់វ័យហ្នឹងគឺដាក់ខ្សែក្រវ៉ាត់ឲ្យគេយកទៀតបាទគឺសរសើរត្រង់ទឹកចិត្តឡើងហ្នឹងណាគឺគាត់ស្វាគមន៍បរទេសដោយមានគេថាទំនុកចិត្តបាទមានទំនុកចិត្តដល់តម្លៃទៅកាន់ដៃគូរបស់គាត់ណាបាទចំណុចហ្នឹងគឺសារគាត់បាទមុនដំបូងណាខ្ញុំអត់ដឹងថាដាក់ជាមួយនឹងខ្សែក្រវ៉ាត់ទេបាទទាល់តែថ្ងៃថ្លឹងគីឡូបានខ្ញុំដឹងថាធឿនធីរ៉ាគាត់ដាក់ជាមួយនឹងខ្សែក្រវ៉ាត់ឲ្យកីឡាករអាប់ឌុលឡាដៃឡូមកដណ្ដើមជាមួយនឹងខ្សែក្រវ៉ាត់បាទខ្ញុំក៏ចឹងដូចគ្នាខ្ញុំអត់ដឹងដូចគ្នាយើងចេញវីដេអូមុនណាបាទអត់ដឹងទេទើបតែដឹងពេលដែលគាត់មកថ្លឹងគីឡូថ្ងៃយើងថ្ងៃ3ណាអញ្ចឹងគាត់ប្រកួតថ្ងៃ4ប៉ុន្តែគាត់ថ្លឹងគីឡូថ្ងៃទី3បាទអញ្ចឹងបានដឹងថាអូបាទមានការដាក់ជាមួយនឹងខ្សែក្រវ៉ាត់របស់ធឿនធីរ៉ាឲ្យកីឡាករអាប់ឌុលឡាដៃឡូមកដណ្ដើមយើងងាកទៅកាន់ការប្រកួតរបស់កីឡាករធឿនធីរ៉ាយើងយប់ថ្ងៃទី4ណាការប្រកួតរបស់គាត់ទាំងពីររូបនោះគឺចំនួនយើង3ទឹកបាទ3ទឹកណាខ្ញុំផ្ដោតទៅលើការប្រកួតទឹកទី1ទី2និងទឹកទី3ឃើញថាទឹកទី1កីឡាករធឿនធីរ៉ាខ្ញុំមើលណាបាទមិនដឹងថាតើមានរឿងអីទេបាទគាត់ចេះតែព្រិចភ្នែកណាមិនដឹងថាតើគាត់សលីសាឡាត់ចូលភ្នែកឬក៏យ៉ាងណាសលីសាឡាត់ស្គាល់លាបទៅលើកីឡាករមុនប្រកួតណាបាទជួនកាលអាចលាបក្រាស់ចឹងទៅវាអាចធ្វើភ្នែកព្រិចហ្នឹងហើយមួយទៀតនៅពេលការប្រកួតចប់ទឹក1ទឹក2ទឹក3ហ្នឹងណាវាមានបាទគេថាទៅវិញទៅមកមិនអញ្ចឹងណាបាទគេក៏ត្រូវយើងហ្នឹងក៏ត្រូវប៉ុន្តែបងប្អូនយើងថាការប្រកួត3ទឹកនេះកីឡាករធឿនធីរ៉ាគឺគាត់បងប្អូនយើងមើលណាថាគាត់រៀងធ្លាក់ទម្រង់នៃការប្រកួតបាទទាំងដែលបងប្អូនយើងខ្លះគាត់អត់ទាន់ដឹងទេថាកីឡាករធឿនធីរ៉ាមុនការប្រកួតនោះមាន admin មួយរូបគាត់ទៅសម្ភាសកីឡាករធឿនធីរ៉ាគាត់បាននិយាយវីដេអូថាគាត់អត់ស្រួលខ្លួនណាមានន័យថាមួយរយៈនេះបងប្អូនយើងដឹងហើយគឺអាកាសធាតុគឺមេឃភ្លៀងមិនអញ្ចឹងណាបាទម្ដងភ្លៀងម្ដងរាំងម្ដងក្តៅអញ្ចឹងទៅអញ្ចឹងអាកាសធាតុបងប្អូនយើងសម្រាប់ខែនេះគឺជួនកាលអ្នកខ្លះគាត់ក្តៅខ្លួនផ្ដាសាយឈឺកមិនអញ្ចឹងណាបាទដូចខ្ញុំទៅតែជាដែរហ្នឹងទៅតែជាផងក្តៅខ្លួនផងក្តៅខ្លួនខ្លាំងបាទដោយសារតែត្រូវជាមួយនឹងទឹកភ្លៀងដែរអញ្ចឹងវាមានបញ្ហាសុខភាពអញ្ចឹងបងប្អូនយើងអត់ទាន់ដឹងរឿងរ៉ាវទេបាទចប់ការប្រកួតខមមិនយកតែម្ដង
អញ្ចឹងការដឹង comment ហ្នឹងគឺយើងចូលទៅតាម page របស់ admin មួយចំនួនគឺវាប្រហារទៅលើកីឡាករធឿនធារាទាំងដែលបងប្អូនយើងអត់មានបានស្ដាប់ជាមួយនឹងហេតុផលហ្នឹងហើយបងប្អូនយើងដឹងថាពាក្យថាឈឺអ្នកណាគេចង់ឈឺមិនអញ្ចឹងណាបាទសូម្បីតែខ្ញុំដល់ថ្ងៃប្រកួតក៏ខ្ញុំមិនចង់ឈឺដែរដោយសារអីយើងបានទទួលការព្រមព្រៀងនៃការប្រកួតទៅហើយនៅក្នុងវីដេអូមួយគាត់បាននិយាយថាដល់ថ្ងៃឬក៏ដល់ម៉ោងការប្រកួតហើយអញ្ចឹងគឺគាត់អាចបដិសេធទេប្រសិនបើជាយើងបដិសេធវិញខូចកម្មវិធីមិនអញ្ចឹងទេខូចកម្មវិធីជំនួសកីឡាករណាបានភ្លាមបើយើងដល់ម៉ោងប្រកួតហើយមិនអញ្ចឹងណាបាទទោះបីជាជំនួសបានក៏ខ្ញុំគិតថាបងប្អូនយើងនឹងដាក់បន្ទុកទៅលើកីឡាករធឿនធារាថាយកលេសឈឺមិនអញ្ចឹងណាហ្នឹងហើយខ្លាចគេព្រោះថាបងប្អូនយើង fan មួយចំនួនបាទថាធឿនតារារបស់យើងហ្នឹងគឺយកលេសបាទពេលដែលជួបជាមួយនឹងអ្នកខ្លាំងតែងតែមានលេសមិនអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងបងប្អូនយើងខ្ញុំគ្រាន់តែចង់ផ្ដោតថាមុនការប្រកួតបងប្អូនយើងទៅមើលការសម្ភាសរបស់គាត់ទៅគឺគាត់បាននិយាយតាក់ទងទៅនឹងវីដេអូគឺគាត់អត់ស្រួលខ្លួនទេបាទគាត់ឈឺតាំងពីយើងបន្ទាប់ពីចប់ពេលដែលថ្លឹងគីឡូឈឺតាំងពីថ្ងៃទី3រៀងក្តៅខ្លួនសើអញ្ចឹងណាយើងអាចនិយាយថាគ្រុនក្តៅចុះបាទហើយខ្ញុំមើលគាត់ការប្រកួតទឹក1ទឹក2ទឹក3ខ្ញុំមើលទទួលស្គាល់ថាគាត់វាមិនសូវស្វាហាប់នៅក្នុងការប្រកួតរៀងធ្លាក់តម្រង់ក៏ពិតមែនប៉ុន្តែនៅពេលដែលខ្ញុំបានទៅមើលឬក៏តាមដានស្ដាប់តាក់ទងទៅនឹងវីដេអូមុនការប្រកួតរបស់គាត់ណាបទសម្ភាសន៍ណាបានដឹងថាអូធឿនតារាគាត់អត់ស្រួលខ្លួនមែនតាកំពុងតែមើលការប្រកួតហ្នឹងខ្ញុំក៏ឆ្ងល់ដែរធឿនតារាដូចជាយ៉ាងម៉េចទេថ្ងៃនេះណាបាទហ្នឹងហើយបាទខ្ញុំសំខាន់បន្តិចណាពេលខ្ញុំឃើញការប្រកួតគាត់ទី1ទឹកទី1ទី2ទី3ខ្ញុំឃើញថាមិនគាត់ធឿនតារាថ្ងៃនេះវាយអន់មែនជាភាសាទឹក1ហ្នឹងហើយវាយអន់ជាភាសាទឹក1ហ្មងបាទហ្នឹងហើយថាហេតុអីបានថ្ងៃហ្នឹងគាត់ធ្លាក់ដៃមែនបាទនោះបងមានអារម្មណ៍ថាអន់ចិត្តដែរហេតុហ្នឹងយើងអ្នកមើលអន់ចិត្តតែខ្ញុំទៅសើចថាខ្ញុំមិននឹកស្មានថាធឿនតារាវាយអញ្ចឹងណាដល់ពេលទៅមើល admin ផ្សេងឃើញថាវីដេអូធឿនតារាគឺគាត់វាយទាំងឈឺដល់ពេលហ្នឹងខ្ញុំមានអារម្មណ៍ថាអូក៏ពិតគាត់ឈឺទៅគាត់វាយអានប៉ុណ្ណឹងក៏ប៉ុន្តែសមត្ថភាពគាត់ថ្ងៃនោះគឺចេញបាន50%ខ្ញុំឃើញហ្នឹងហើយ50%អត់សូវបានប្រើកែងមូលហេតុអត់សូវមានកម្លាំងកែងអត់មានកម្លាំងក៏ប៉ុន្តែកែងគាត់មួយក៏ធ្ងន់ដែរធ្វើឲ្យកីឡាករបរទេសណាមកកែងជ្រុះសក់តែម្ដងកែងកីឡាករបាទកីឡាករបរទេសខ្ញុំឃើញថាគាត់ប្រុងរងស្លាប់ម្ដងបាទអាហ្នឹងធីរ៉ាឈឺផងណាអត់ស្រួលខ្លួនផងបើសិនជាគាត់មិនឈឺវិញណាខ្ញុំគិតថាការប្រកួតមួយហ្នឹងណាអាចនឹងទឹក3បាទអាចនឹងទឹក3កីឡាករបរទេសហ្នឹងអាប់ដុល្លាដៃឡូគាត់អាចនឹងមានហានិភ័យតែបើអារម្មណ៍ខ្ញុំហ្នឹងគិតថាទឹកទី2គឺស្លាប់ហ្មងដោយសារអីធឿនតារាគាត់ចេញបាន50%ដោយការគាត់ឈឺតែបើគាត់កម្លាំងគាត់ពេញគាត់មិនឈឺគាត់បញ្ចេញបាន 100% ដូចមុនណាបាទទឹកទី2គឺស្លាប់ហ្មងបាទខ្ញុំគិតចឹងព្រោះអីកីឡាករបរទេសហ្នឹងគឺអត់សូវប្រើទីនិករងទេអត់សូវប្រើទីនិករងទេគឺវាបហាច្រើនវាបហាហ្នឹងគឺជាឱកាសរបស់ធឿនធារាគាត់ថាសោកស្ដាយដែរដែលធឿនធារាគាត់ឈឺមិនបានបញ្ចេញថ្វីដៃឲ្យពុកម៉ែបងប្អូនយើងឃើញថាទឹកដៃគាត់ពីមុនយ៉ាងម៉េចអញ្ចឹងណាបាទគឺសោកស្ដាយដែរក៏ប៉ុន្តែគាត់ធ្វើបានល្អខ្ញុំសរសើរណាបាទឥឡូវកណ្ដាប់ដៃគាត់ជំនួសកែងច្រើនឥឡូវមួយទៀតនៅពេលដែលបងប្អូនយើងឃើញការប្រកួតរបស់កីឡាករធឿនតារាបែបហ្នឹងហើយបងប្អូនយើងមួយចំនួនគាត់ដាក់បន្ទុកទៅលើកីឡាករធឿនតារាថាគាត់អត់ខំប្រឹងវឹកហាត់នោះទេបាទយកពេលទៅដើរវាយបាំងបាទនេះ comment របស់បងប្អូនយើងមួយចំនួនតូចបាទនេះ comment ណាយើងមើលតាមរយៈ comment នៅមួយទៀតដូចទាត់បាល់មួយដែរបាទហ្នឹងហើយណាបាទថាគាត់នឹងដើរវាយបាល់អត់ខំហាត់ឬក៏ដើរធ្វើអីរឿងផ្សេងខុសពីការប្រកួតអីចឹងបាទខ្ញុំទទួលស្គាល់បងប្អូនយើងបាទបើសិនជាបងប្អូនយើងចង់រិះគន់នៅក្នុងន័យស្ថាបនាបាទយើងរិះគន់លើកទឹកចិត្តខ្មែរគ្នាឯងបាទយើងឃើញថាបាទមួយរយៈមុននោះគឺគាត់ពិតជាបានទៅប្រកួតតាក់ទងទៅនឹងខាងក្រៅបាល់ទះបាល់លីចឹងណាយើងនិយាយបែបភាសាខ្មែរយើងស្រួលស្ដាប់រិះគន់ឲ្យល្អទៅលើកទឹកចិត្តគាត់ឲ្យព្រោះថាការប្រកួតនីមួយៗកីឡាករបរទេសគេក៏ហាត់កីឡាករយើងក៏ហាត់ដែរមិនចឹងទេគេក៏ខ្លាំងយើងក៏ខ្លាំងការប្រកួតនីមួយៗមានថ្ងៃគេថា
ឡើងមានថ្ងៃចុះ បាទ កីឡាគឺមានពាក្យថាចាញ់ហើយនឹងឈ្នះហើយនឹងស្មាស់ ហើយសំបីតែមេក៏ខុសប្លែកដែរ បាទ ម្ដងភ្លៀងម្ដងរាំងកីឡាក៏ចឹងដែរម្ដងចាញ់ម្ដងឈ្នះម្ដងអន់ម្ដងខ្លាំងម្ដងគេម្ដងយើងវាតែងតែមានកើតឡើងហើយ បាទ តែសូមចិត្តបងប្អូនយើងណាខ្ញុំអាសាឃើញបងប្អូនយើង comment ជេរច្រើនតាក់ទងជាមួយលោកលីវីតបានលើកឡើងណា បាទ វាយបាល់ទាត់បាល់ខ្ញុំគិតថាកីឡាបើយើងទាត់បាល់វាជួយកម្លាំងជើង បាទ បើយើងវាយបាល់វាជួយកម្លាំងសាច់ស្មាសាច់ដៃរបស់យើង បាទ ខ្ញុំគិតថាជារឿងល្អមួយម្យ៉ាងដែរ បាទ មិនគួរបងប្អូនយើងជេរណាតែ តែ គិត បើ ថា សិនជាធឿនតារាគាត់ទៅប្រកួតច្រើននឹងបងប្អូនយើងរីក ហ្នឹង គុំ ហើយ ក៏វាមិនគេថាយើងទទួលចោះដើម្បីយកមកស្ថាបនាខ្លួនឯងបន្ថែមមិន បា អ ទ ញ្ចឹ បា ង ទ ណា បាទ ប៉ុន្តែសូមចិត្តបងប្អូនយើងណាការប្រកួតមួយនេះបងប្អូនយើងត្រូវតែរកហេតុរកផលសិនមុននឹងដាក់បន្ទុកទៅលើកីឡាករមិនអញ្ចឹងណា បាទ មិនមែនយើងមកខមមិនទាំងបាទមិនដឹងរឿងហេតុរឿងផលទៅធ្វើឲ្យយើងជា fan អ្នកបដាល់គុណខ្មែរនេះគឺវាអត់មានតម្លៃសម្រាប់ខ្លួនឯងណា បាទ ន័យថាយើងមិនទាន់ដឹងរឿងដឹងហេតុផលផងយើងទៅខមមិនទាំងមិនបានស្រាវ ចំណុច ជ្រាវ បងប្អូន ព័ត៌ នៅ មាន comment ជេរណាខ្ញុំគិតថាទី1គឺគាត់អត់បានមើលឲ្យអស់ណា បាទ ខ្ញុំដំបូងក៏អញ្ចឹងដែរខ្ញុំរំ បាទ ខឹងដែរក៏ប៉ុន្តែនៅពេលដែលខ្ញុំបានទៅមើលវីដេអូផ្សេងៗ admin ផ្សេងៗមើលដល់ចប់មើលដល់កន្លែងគាត់ឈឺទៅដឹងថាអូក៏ពិតមិនត្រូវជេរគាត់ទេព្រោះអីគាត់ឈឺហើយគាត់នឹងវាយទាំងឈឺ ចាំមើលខ្ញុំដាក់វីដេអូតាក់ទង ហ្នឹងហើយ ទៅនឹងមុនការប្រកួតណាធឿនតារាគាត់និយាយមិនខ្លះអញ្ចឹងចាំមើលខ្ញុំដាក់វីដេអូហ្នឹងនៅក្នុងខាងក្រោមវីដេអូមួយនេះណា បាទជាងយើងនឹងដាក់វីដេអូខាងក្រោមតាក់ទងជាមួយនឹងធឿនតារាដែលគាត់បានឡើងសង្វៀនទាំងឈឺណា បាទ បាទ ត្រឡប់មកវិញខ្ញុំគិតថាប្រសិនបើជាចង់ឲ្យបងប្អូនកម្ពុជារបស់យើងអារម្មណ៍ល្អត្រឡប់មកវិញខ្ញុំសង្ឃឹមថាស្ថានីយ៍ទូរទស្សន៍ថោននឹងរៀបចំឲ្យអ្នកទាំងពីរនេះធ្វើការប្រកួតម្ដងទៀតដើម្បីឲ្យ ហ្នឹងហើយ អស់ចិត្តទោះបីជាម្ដងនេះធីរាគាត់ឈ្នះបន្ទូក៏ពិតមែនខ្ញុំគិតថាបងប្អូនយើងនៅតែមិនទាន់អស់ជាមួយនឹងមន្ទិលសង្ស័យ បាទ ទេ ភាគច្រើនធឿនតារាកីឡាករដែលប៉ះមួយគាត់ភាគច្រើនគឺសន្លប់ច្រើនដល់ពេលវគ្គនេះអត់សន្លប់អញ្ចឹងណាឈ្នះដោយបន្ទុកអញ្ចឹងគាត់មានអារម្មណ៍ថា អត់អស់ចិត្ត អត់អស់ចិត្តបាទគាត់អត់អស់ចិត្តក៏ប៉ុន្តែបើខ្ញុំមើលណាធឿនតារាពិតជាវាយបានល្អមែនចូលកណ្ដាប់ដៃគាត់ច្រើនណាគាត់ប្រើកណ្ដាប់ដៃឆ្វេងគាត់ហ្នឹងគឺចូលស៊ីបការច្រើនខ្ញុំឃើញណាគឺចូលបានច្រើន កីឡាករបរទេសគេក៏ល្អមិនអញ្ចឹងណា រឹងល្អដែរ ល្អដូចតែគ្នាគ្រាន់ថាអញ្ចឹងមានឧបសគ្គគ្រាន់ថាធឿនតារាគាត់ឈឺអញ្ចឹងបញ្ចេញជាមួយនឹងការបញ្ចុតរបស់គាត់គឺអត់អស់ទេ បាទ អញ្ចឹងសង្ឃឹមថាស្ថានីយ៍ទូរទស្សន៍ថោននឹងមានការរៀបចំសម្រាប់អ្នកទាំងពីរម្ដងទៀតដើម្បីឲ្យអស់មន្ទិលសង្ស័យសម្រាប់ fan គុណខ្មែររបស់យើងទាំងអស់គ្នាសូម្បីតែខ្ញុំក៏ចង់ឲ្យជួបម្ដងទៀតដើម្បីឲ្យបងប្អូនរបស់យើងនឹងគឺស្រាលជាមួយនឹងការដាក់បន្ទុកទៅលើកីឡាករធឿនធីរា បាទ ណា អញ្ចឹងខ្ញុំក៏ចង់ឲ្យធឿនតារាប៉ះជាមួយនឹង អាប់ដុលឡាដៃឡូម្ដងទៀត ប៉ះម្ដងទៀតសង្ឃឹមថាម្ដងទៀតនេះធឿនតារាអត់ឈឺ អត់ឈឺសុខភាពល្អ សុខភាពល្អ ហើយទទួលបានព័ត៌មានមុនណា ហ្នឹងហើយ ដើម្បីត្រៀមខ្លួនមិនអញ្ចឹងណា ថាហើយ យើង បាទ ទទួលបានព័ត៌មានមុនយើងហាត់មិនអញ្ចឹងយើងបុកហាត់ទៅណា ហ្នឹងហើយ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតមួយហ្នឹងបន្តទៀតអរគុណណាស់បងប្អូនយើងជាមួយនឹងវីដេអូនេះគឺខ្ញុំបាទទាំងពីររូបមានតែប៉ុណ្្នឹងទេហើយបងប្អូនយើងចង់បញ្ចេញជាមួយនឹងមតិយោបល់យ៉ាងណា បាទ បងប្អូនអាច comment នៅខាងក្រោមវីដេអូ ហាអូខេបើសិនជាពុកម៉ែបងប្អូនយើងចង់ឲ្យកីឡាករទាំងពីរនេះប៉ះគ្នាសូម comment មកបាទនៅខាងក្រោមវីដេអូ បាទចាំន័យថាបើសិនជាចង់ឲ្យពួកគាត់ជួបគ្នាម្ដងទៀត បាទ បងប្អូនយើង comment ថាឲ្យធឿនតារាជួបជាមួយនឹងអាប់ដុលឡាដៃឡូម្ដងទៀតណា បាទ អរគុណគណៈវិទ្យាខ្ញុំបាទទាំងពីររូបក៏សូមអរគុណនិងសូមជម្រាបលាបាទ